ដើម្បីដោះស្រាយភាពស្រេកឃ្លានបែរជាត្រីដួលស្លាប់ក្នុងទឹកឲ្យត្រីចឹកដុលរលេះរលួយសាច់មើលលែងយល់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកនិយាយរឿងសម្រែកពូជាតិតើមានអ្វីកើតឡើងខ្លះចំពោះពូជាតិតោះមកស្ដាប់ទាំងអស់គ្នារសៀលថ្ងៃជ្រេពូជាតិនិងមីងស្ទួយនាំគ្នាទៅបងសំណាញ់នៅស្រះមួយដែលមានរបងព័ទ្ធជុំវិញនៅបឹងនោះមានប្រលិតដុះទុំវិញគ្មាននរណាហ៊ានចូលទៅបងត្រីឬចាប់ត្រីដកប្រលិតឡើយព្រោះម្ចាស់ស្រះកាចណាស់ប៉ុន្តែដោយសារគ្រួសារពូជាតិនិងមីងស្ទួយក្រីក្រខ្លាំងពេកមានកូនរហូតដល់ទៅ4នាក់និងមានម្នាក់ទៀតនៅក្នុងពោះទេពគាត់សម្រេចនឹងប្រពន្ធថាប្រថុយមួយចានពួកគាត់រស់នៅក្នុងខ្ទមទូចមួយនៅក្នុងភូមិចាស់នៅពេលប្តីប្រពន្ធទាំងពីរកំពុងតែវើវក់សប្បាយចាប់ត្រីដកប្រលិតបន្តិចក្រោយមកស្រាប់តែមានសម្លេងស្រីចំណាស់ម្នាក់ស្រែកលូឡានិងជេរប្រតិចបណ្ដាសាយយ៉ាងខ្លាំងសម្លេងនោះជាសម្លេងយាយសួយដែលជាម្ចាស់ស្រះយាយសយរស់នៅក្នុងផ្ទះតែម្នាក់ឯងដាច់ពីគេគ្មានសាច់ញាតិគាត់ជាមនុស្សដែលចិត្តអាក្រក់ខូខើគ្មានមេត្តាដាក់អ្នកណាឡើយគាត់បានស្រែកទាំងកំហឹងទៅកាន់ប្តីប្រពន្ធទាំងពីរពួកឯងហ៊ានណាស់មកប៉ះពួលកលៃអញពួកឯងអាចចូលបានជាសំណាងតែអាចគ្មានសំណាងបានចេញទៅវិញយាយសយខឹងខ្លាំងណាស់ពេលដែលមានមនុស្សមកបៀតបៀនកលៃគាត់ដូចខ្នោះនរណាក៏ដឹងថាគាត់ជាមនុស្សយ៉ាងណាគ្មាននរណាហ៊ានបំពានគាត់ទេសូម្បីតែមេភូមិនៅទីនោះមីងស្ទួយនិងប្តីភ័យខ្លាំងណាស់កាលបើបានឮយាយសយនិយាយដូចនោះពួកគាត់ព្យាយាមអង្វរយាយសយខ្ញុំសុំម្ដងទៅណាយាយមេត្តាម្ដងទៅលើកក្រោយពួកញិនមិនធ្វើអញ្ចឹងទៀតទេប្រពន្ធរបស់ខ្ញុំកំពុងតែទម្ងន់លើកលែងម្ដងទៅណាយាយពេលនោះមុខប្រពន្ធរបស់គាត់ស្លេកស្លាំងខ្លាំងណាស់គាត់មិនហ៊ានមើលមុខយាយសួយទេមីងស្ទួយនិយាយទាំងភ័យយាយសួយឲ្យខ្ញុំសុំម្ដងទៅខ្ញុំធានាថាគ្មានលើកក្រោយទេអញ្ចឹងក៏បានអញឲ្យពួកឯងចេញតែមិនធានាជីវិតពួកឯងហ៊ានបំពានកន្លែងអញក៏គួរតែដឹងហើយថានឹងទទួលលទ្ធផលយ៉ាងណាយាយសួយគិតមួយសន្ទុះរួចគាត់បន្តមិនធ្វេសទេចេញទៅចុះ យើងអនុញ្ញាតពេលបានឮដូច្នោះប្តីប្រពន្ធទាំងពីរអរខ្លាំងណាស់ក៏ប្រញាប់អរគុណហើយប្រញាប់ដើរចេញមកយ៉ាងលឿនតម្រង់ទៅផ្ទះពេលដើរដល់ពាក់កណ្ដាលផ្លូវមីងស្ទួយជុកពុបខ្លាំងពូជាតិក៏បាននាំប្រពន្ធអង្គុយសម្រាកសិនពីបឹងយាយសយមកផ្ទះរយៈចម្ងាយប្រមាណជា30នាទីដោយថ្មើរជើងពូជាតិលើកប្រពន្ធឲ្យអង្គុយលើគល់ឈើធំមួយទាំងក្តីព្រួយបារម្ភរួចសម្លឹងមុខប្រពន្ធកែវភ្នែកទាំងគូរបស់គាត់ពេញទៅដោយទុក្ខព្រួយអាណិតប្រពន្ធស្ទើរដាច់ដង្ហើមប្រសិនបើប្រពន្ធមានបញ្ហាអ្វីគាត់ប្រហែលឈួតហើយណាមួយស្ទើរពេញមួយជីវិតទៅហើយដែលគាត់បាននាំប្រពន្ធឲ្យមកលំបាកជាមួយក្រលំបាករោគតែអង្គច្រកឆ្នាំងស្ទើរមិនគ្រប់ណាមួយនៅមានកូនច្រើនទៀតតើគួរធ្វើយ៉ាងណាទើបប្រពន្ធកូនបានរស់ស្រួលគិតដល់ត្រឹមហ្នឹងគាត់ក៏ដកដង្ហើមធំមីស្ទួចកាលបើបានឃើញទឹកមុខប្តីដូច្នេះគាត់ក៏បាននិយាយលើកទឹកចិត្តប្តីអាវ៉ាកុំពិបាកចិត្តខ្លាំងពេកទេមិនធ្វេសទេខ្ញុំមិនកើតអីទេហើយចាំស្អែកចាំគិតទៀតតោះយើងបន្តដំណើរទៅមុខទៀតកុំខ្វល់ច្រើនពេកធ្វើម្ដេចបើជីវិតយើងវេទនាបែបនេះហើយពូជាតិព្យាយាមញញឹមទាំងទឹកភ្នែករួចយកដៃអង្អែលក្បាលប្រពន្ធថ្នមតោះម៉ែវ៉ាទៅផ្ទះបងមិនធ្វេសទេហើយគាត់ក៏លើកប្រពន្ធឡើងដើម្បីបន្តដំណើរបន្តទៀតលុះពេលមកដល់ផ្ទះរំលងបាន4ទៅ5ថ្ងៃពូជាតិធ្លាក់ខ្លួនឈឺកើតទៅជាឆ្កួតវង្វេងស្មារតីមិនដឹងអ្វីនិយាយមិនដឹងរឿងហើយគាត់ដើរទៅពេញវាលតាមព្រៃប្រឡាយបឹងនិងស្ទឹងជាដើមគាត់តែងតែនិយាយថាអញខ្លាចណាស់កុំនោះវាមកហើយមកយកយើងហើយឆាប់រត់លឿនវាចង់មកចាប់អញហើយរឿងរាល់ថ្ងៃគាត់តែងតែដាល់ឬរត់បាត់ពីផ្ទះហើយនិយាយទៅពេញតែវាមិនដឹងរឿងមីងស្ទួចចេះតែប្លែកថាហេតុអ្វីបានជាប្តីប្លែកម្លេះមួយរយៈនេះចាប់តាំងពីមកពីបឹងយាយសយវិញរហូតដល់មីងស្ទួចសម្រេចចិត្តដាក់ច្រវាក់ជើងប្តីរបស់គាត់អស់រយៈពេលកន្លះខែ
ក្នុងអំឡុងពេលនោះមីងស្ទួចក៏បានទៅតាមគ្រូពេទ្យឲ្យមកពិនិត្យនិងចាក់ថ្នាំដែរតែនោះមិនអាចជួយអ្វីបានសោះគ្រូពេទ្យបានត្រឹមតែនិយាយថាគាត់វិកលចរិតបើអាចទៅរួចយកគាត់ទៅមន្ទីរពេទ្យជំនាញខាងរោគចិត្តទៅព្រោះគាត់គ្មានជំនាញខាងនឹងទេនិយាយរួចគ្រូពេទ្យក៏បានឲ្យថ្នាំទៅតាមវិជ្ជាពេទ្យណាមួយគ្រួសារពូជាតិតោកយ៉ាកផងទើបគ្រូពេទ្យមិនសូវខ្វល់រីឯមីងស្ទួចកាលបើបានលឺដូច្នោះបេះដូងស្ទើរគាំងដោយគាត់មិននឹកស្មានថាប្តីប្រែទៅជាបែបនោះលឿនយ៉ាងនេះមីងស្ទួយសម្លឹងមើលមុខប្តីរបស់គាត់ទាំងក្តីបារម្ភទាំងភ្នែករលីងរលោងនឹកថាមិនដឹងបានប្រាក់មកពីណាទៅព្យាបាលប្តីគាត់បានដើរទៅខ្ចីប្រាក់ញាក់ស្រុកញាក់ភូមិដើម្បីនាំប្តីទៅពេទ្យប៉ុន្តែគ្មាននរណាហ៊ានឲ្យខ្ចីសោះព្រោះពួកគេគិតថាមីងស្ទួយគ្មានប្រាក់សងទេក្រោយមកគាត់ក៏សម្រេចចិត្តយកប្តីទៅរកគ្រូខ្មែរម្ដងដោយគិតថាបើតែគ្រូខ្មែរអាចមិនសូវអស់ប្រាក់ច្រើនមីងស្ទួយបាននាំកូនប្រុសរបស់គាត់ទៅរកគ្រូហើយលោកគ្រូក៏បានគុណគូទៅតាមជើងលេខហើយឆ្លើយទៅតាមជើងលេខថាពូជាតិស្គួតព្រោះត្រូវរបស់គេត្រូវមុនអាគមគេដាស់ផ្ដាច់ជីវិតបំណងរបស់គេគឺចង់សម្លាប់មួយគ្រួសារតែដោយសារលេខរបស់ជាតិទាបជាងគេខ្មុំគ្រួសារទើបបានបណ្ដាលឲ្យគាត់ត្រូវឈឺតែម្នាក់ឯងដូច្នេះបើឆ្លងផុតថ្ងៃ8កើតនេះគាត់នឹងរស់តែបើឆ្លងមិនផុតទេគាត់នឹងត្រូវអស់ជីវិតហើយទោះយ៉ាងណាមីស្ទួចនឹងកូនត្រូវតាមមើលកុំឲ្យផុតពីក្រសែភ្នែកឲ្យសោះប្រសិនបើប្រហែសគាត់រត់បាត់ត្រូវចាន់ចាប់គាត់នៅទិសបពើអាចជាគាត់នឹងដឹងខ្លួនមួយពេលហើយដាវទៅរកផ្ទះបងប្អូននៅទីនោះប្រសិនបើរកមិនឃើញទេត្រូវតែត្រៀមចិត្តព្រោះជើងលេខឆ្លើយថាគាត់នឹងត្រូវស្លាប់បើអាចទៅរួចយកគាត់មកព្យាបាលនៅទីនេះតែលោកគ្រូសូមយកប្រាក់មុនព្រោះឥឡូវតាត្រូវចំណាយប្រាក់ច្រើនណាស់លោកគ្រូជួយទាញប្តីខ្ញុំមកវិញផងខ្ញុំស្រឡាញ់ប្តីខ្ញុំណាស់ព្រោះគាត់ជាមនុស្សល្អណាស់ពីមុនគាត់មិនដែលចេះដើរលេងផឹកស៊ីចោលប្រពន្ធកូនទេខំរកស៊ីមិនដែលម្ដងដៃខ្ញុំនឹកអាណិតប្តីហួសប្រមាណមិនដឹងត្រូវជួយប្តីយ៉ាងណាប្រាក់ក៏គ្មានបាយក៏គ្មានហូបហើយកំពុងមានទម្ងន់ចិត្តគ្រប់ខែទៀតគិតដល់ត្រឹមនោះទឹកភ្នែកក៏ស្រក់ចូលមករកពីអ្វីមកថ្លែងពុំបានបាទលោកគ្រូនឹងជួយតាមតែអាចជួយតើបានប៉ុន្តែគ្រូសូមបង្គាប់ប្រាក់ 90000 រៀលមុនសិនយីលោកតាចៅក្រខ្លាំងណាស់ចៅគ្មានប្រាក់ទេឥឡូវនេះចៅមានតែ 10000 រៀលទេបើអញ្ចឹងចៅទៅរកគ្រូផ្សេងចុះមកមើលឲ្យប្តីស្អីប្រាក់ 10000 នរណាមើលខោមិនខោអាវមិនអាវនរណាចង់មើលសម័យនេះគេចាយមានប្រាក់មិនមែនចាយក្រដាស់ទេមេនាងបើគ្មានប្រាក់ខំមកមើលធ្វើអីនាំតែខាតពេលឥតប្រយោជន៍មីងស្ទួចនិយាយទាំងអ៊ូលដើមលោកគ្រូតាអាចទេបើសិនខ្ញុំសូមជំពាក់សិនចាំពេលប្តីខ្ញុំជាចាំខ្ញុំរកប្រាក់មកសងលោកគ្រូទេមិនបានទេបើគ្មានប្រាក់ទេទៅវិញចុះមិនដឹងស្អីទេខាតពេលវេលារកស៊ីអស់នរណាជួយកាតបើក្រយ៉ាងហ្នឹងរកតែបាយស៊ីមិនបានផងចាអញ្ចឹងខ្ញុំនឹងកូនលាសិនហើយអូប្តីម្ចាស់ជីវិតអូនអើយតើអោយអូនទៅរកប្រាក់នៅទីណាតើមានកន្លែងណាដែលអូនអាចទៅបានឥឡូវនេះអូនវង្វេងគ្រប់ទិសអស់ទៅហើយបងដឹងទេថាអូនបារម្ភខ្លាំងយ៉ាងណាសង្ឃឹមថាបងនឹងឆាប់ជាណាមួយជីវិតនេះយើងលំបាកពេកហើយឪពុកម្ដាយក៏ស្លាប់តាំងពីយើងនៅក្មេងៗមិនដឹងអ្វីដើររស់នឹងតែជាមួយគេលំបាកវេទនាណាស់ហើយមិនគួរណាមកបែបនេះទេដល់ពេលយើងជួបគ្នាស្រឡាញ់គ្នាក៏សន្យាចាប់ដៃគ្នាសាងគ្រួសារសន្យាថានៅជាមួយគ្នាពូនជាកូនជាចៅនឹងស្លាប់ទៅថ្ងៃជាមួយគ្នាអូនសង្ឃឹមថាបងនឹងមិនភ្លេចពាក្យសន្យាដែលបងឲ្យមកអូនហើយអូនក៏សង្ឃឹមថាបងនឹងត្រឡប់មកដូចដើមវិញនៅថ្ងៃមួយខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលមាននៅលើផែនដីនេះជួយប្តីខ្ញុំម្ចាស់ឲ្យឆ្លងផុតផងចុះនិយាយរួចមីងស្ទួចក៏ព្យាយាមជូតទឹកភ្នែកហើយហៅកូនឲ្យមកជុំគ្នាកូនយើងចង់ជួយការពារពុកទាំងអស់គ្នាណាព្រោះឥឡូវគាត់ឈឺហើយបើកូនមិនចង់បាត់បង់គាត់កូនត្រូវតែជួយម៉ែត្រូវធូរយ៉ាងណាកុំឲ្យពុកកូនខាត់ពីក្រសែភ្នែកពេលវេលាចេះតែរំកិលម្ដងបន្តិច
มันอยู่ประมาณทั้งไงปรำใบกาดก็บ้านหมอกดอลมิงสตูดหนึ่งโกนเพียเยี่ยมครั้งนะดำใบกาเปียบได้ทั่วอย่างน่าเอาแต่ปได้บ้านรู้จีวัดมิงสตูดมันเฮียนดาวเตนาเตเนเมื่อไทยแต่ปได้กรุบเดียตีรอฮอดดอลมองดับปีทั้งไงตรองเต้าหนึ่งทั้งไงปรำใบกาดมิงสตัวชื่อพวกโจรบังกุลกอดบานหายโกนเอาหมกเมื่อมวยแผลดลูกเป็นมิงสตัวโจรบังกุลบัดพวกเขมงก่อรถเลงบัดอ้อนี้โดยซาตายเขมงมันต้องดึงยนต์ใส่กาไอพวกเวียพลิกล้วนรถตัวเลงในตามพลากระบายแท้อ้อลูกเป็นมิงสตัวตระลับหมกวินสระแต่บัดโกนสงัดอ้อโกดกองเงียกตะเมือพไดเนื้อเลือบแต่บัดเจงปีจวะเตียดมิงสตัวก็แสกชาวลาวยุ่มแสกรกบดรอโหดดอนแนจิตค้างน้อมเคลียรถหมกเมิลทำเมียนเรื่องเอาไว้กาดล่าเปลนูกอดโกบานแสกสัวอมปูมิงเดนเนกบายนูตาเมียนนาขึ้นประเดี๋ยวบักขยมเตกอดเดอเตนาขยมโจลบรรทุบตึกมันดอดับในตีพองบ้านห้อยชุบยมเตอจำผู้ยังช่วยตามโรคประเดี๋ยวตัวเองกลมบารามคลังเป๊กเจียดมันเกิดไอเทต่อผู้ยังช่วยโรคประเดี๋ยวมิงสตัวยกตะบนตะจ้อต่อกร้อมกำลังในวายบอกเบาบังการบ้านจีเพียงประกอบสำเล็งเนี่ยภูมิกองรมปงปิงไปบนปลำทั้งไงก่อนลองมกนี้มิงสตัวยหนึ่งเนี่ยภูมิตามโรคผู้จีดมันคืนสอกรุบกันเนี่ยตามโรคกรุบตีก่อนไหลเนื้อไตมันคืนตามเบิงประหลายสตึงปรีพนมจรัวโอก่อนเนื้อไตมันคืนเนื้อตามสึกภูมิก่อนเนื้อแต่โรคมันคืนเพื่อนจูบขมิงกุงวิวโกขมิงปราบท่าเขินแต่ให้มาดึงทัดดาเตอข้างหนาพรัวขมิงมันเนี่ยท่าเตอข้างเหล็กหอยมันเนี่ยเจี๊ยดท่าเขินดาเตอข้างตะบงมิงสตุยกบานดาโรคตะตามดำเนินขมิงหนึ่งเนี่ยได้ทรอบจูบปูเจียดแต่ตู้จีรอกอย่างหนาก่อนเนื้อใต้เหมือนคืนน้ำมือโดยซาปัวหรือบกอดจิตกรุบคายพองนู้ตืบกอดมันอายดาบานชงายบันแต่ไว้เด็กกลัวเพลทนู้คือมิงสตุยเพลทเปียกได้กลัวกุมนิยิถาบาบัดพไดเตรอ้อยติดตามรอกในตึกบุเปื่อแต่บองปอนหัดเอาไว้บ้านมันเพิ่มเตปรับหรือติสูบแต่บองปอนระบกอดหรือกอดกระทาเวียมันอายเตรวยได้ปูเจ็ดหนึ่งเตอตินุกอดตามรอกสูเกได้เทรับบ้านคืนไปได้เกมันเนี่ยดีเยทักคืนได้ปองใต้คืนตามมือเพลดปมบ้านจับอารมปลุมันนึกสมานทักกอดกวดทลบแต่คืนกอดได้จิตธรรมดาแนวตามภูมิจิตขาชีวิตมนุษย์เป็นจีมันเตียงแมนทั้งไงมวลสบายทั้งไงนี่กอดตุกให้ทั้งไงสแอกหนึ่งเตยจีอย่างน้าก็เยิงมันดังเอาไว้เดตรการ์ดวีหนึ่งการ์ดตู้ใบเยิงเชียเยี่ยมอย่างนาก็ได้มันยู่ปนมานมิงสตุยก็บานดังดมนึงเอาบ่ปะไดลงตึกสลับเอาอยู่รวยตรำระยะเปลใบทั้งไงกร้อยผีบานดังดมนึงหายมิงสตุยต้นจุงกงดาแรงรวยตึกพเนกก็บรรต่อสระหมอกเมียมประในซอกอดบอนสรันกับไอคลายจีกาปึดแต่เอาไว้แต่กอดมันจองกึดเวียก็อายตื่อรวยตื่อหายเปียกอดตื่อดอลเคยสะเพียบปะได้คือหูแทงตรีซีพวกหนึ่งมุกจุกรบแผนกอ๋อเมอร์สเตอร์มันสควอลรูปเรียงก็หามแต่กอดอายจำนำบานทาปะได้เปียสำเลียบอมเปียแบบน้าให้เมียนรูปเรียงอย่างน่าตามการสันนิษฐานคือตุ่มนงจะปูเจียดสรีตึกหลังเป๊กก็โจ้แต่เพิกตึกเนก็น้องสตึงทมหนูปรูเมอเต้ากันไหลกาดแฮดในสาซับคือกระโปกหลังนะตายเมียนตึกตรำจุงกุงตายปนโนบายจะปูเจียดอายลงตึกสลับบานตัววิ่งโปรหาจะกอดเฮลฮอดเอากำลังขลังเป๊กบานจิตฟื้นไอกอดรอทลักเตอสถานเทียบซับเมียนสับเพียบกับหมกหนึ่งดาวกระบาจกกร้าวบานจิตรีซีออฟในขังหมกแบบนี้หายเลือคล้วนขมิ้นสนามวีหรือกับจะเอาไว้นุเตมิงสตุยสาวสได้หนังสระนอไปได้อย่างครั้งสไลค์ยุ่มเนียลได้อันนัดกับได้มันดังหับได้เวทนี้หนึ่งสไลค์เคลียนอย่างน้ามุนเปลสลับกอดสำลังสอบได้เตี้ยงมันออฟจัดกอดคอมสไลค์หายไปได้เอากราวล้างแต่งตึกแผนกโจกแผ่นทบอลกรอยปีเปรตปีนิดรุ่ยมโกมิงสตุยก็บ่มรงยกซับไปได้แต่พเตดำใบทัวบอนแต่โดยซาซับมีนสับพิบส์อ้อยระลุยคลังเปกอยากภูมิปรับเอามิงสตุยสำรัดเอาเกตดดซับไปได้ในขนมเปรย์ให้ยกแต่เทียตระลับหมอกแต่กรอยปีบ้านดดซับรุยรอลหาย
លោកអាចារ្យក៏ឲ្យមីងស្ទួចយកឆ្អឹងពូជាតិទៅធ្វើបុណ្យនៅផ្ទះបន្ទាប់ពីដំណឹងនៃការស្លាប់របស់ពូជាតិបានលេចលឺទៅដល់ស្ទើរគ្រប់តំបន់ហើយមិនយូរប៉ុន្មានអ៊ំស៊ីលៀនក៏បានដឹងដំណឹងអ៊ំស៊ីលៀនត្រូវជាបងបង្កើតរបស់មីងស្ទួចគាត់បានដឹងដំណឹងពីការស្លាប់របស់ពូជាតិដែលត្រូវជាប្អូនថ្លៃអ៊ំស៊ីលៀនមានឋានៈគ្រួសារមធ្យមនិយាយរួមគាត់ធូរធារគ្រាន់បើដែរគាត់ស្ទើរមិនជឿថាប្អូនថ្លៃដ៏សែនល្អរបស់គាត់ត្រូវស្លាប់ចោលប្រពន្ធកូនដូច្នោះគាត់បានមកចូលរួមបុណ្យសពហើយគាត់ក៏បានសួរនាំពីដំណើររឿងនៃការស្លាប់របស់ប្អូនថ្លៃណែស្ទួយប្តីឯងកើតអ្វីបានស្លាប់កាលពី3ថ្ងៃមុនឃើញវារត់មករកអញហើយមកសុំបាយអញស៊ីទាំងកណ្ដាលភ្លៀងវាប្រាប់ថាឃ្លានណាស់កាលនោះអញឮវានិយាយជាមួយអញហើយហៅអញថាអ្នកទាំងកណ្ដាលយប់រំលងអាត្រៀតមក12ហើយកូនអញអាប្រុសស្មានតែចៅវាខំទៀងកាបិតចុះទៅដីតែដល់ពេលមើលមុខទៅគឺអាជាកសោះអញស្មានតែចៅអញខំស្រែកហៅកែឯងទាំងកណ្ដាលយប់ឲ្យជួយអាជាកសុំបាយអញស៊ីអស់មួយឆ្នាំងធំហើយអញឲ្យត្រីអាំងវាស៊ីតែវាមិនស៊ីវាថាអត់ស៊ីទេវាស៊ីបាយជាមួយអំបិលក្រួយឆ្ងាញ់ណាស់វាផឹកទឹកអស់មួយធុងអញថាវើយអានេះផឹកទឹកម្លឹងតិចឆ្លុកស្លាប់ទៅហើយមកផ្ទះអញទាំងយប់ចុះប្រពន្ធកូនឯងបានអីស៊ីបើប្រពន្ធកំពុងតែពោះធំផងអញមិនថាអីទេបើឯងមកផ្ទះអញតែចុះប្រពន្ធកូនទៅជាយ៉ាងណាឆាប់ទៅផ្ទះវិញទៅភ្លៀងខ្លាំងហើយផ្ទះឯងរហែកលើក្រោមមួយចិនបានអីច្រកនៅយប់នោះមានភ្លៀងខ្លាំងណាស់ខោអាវអាចារ្យទៅទឹកជោកខ្លួនវារងាញ់ញាក់ភ្នែកបើភ្លឺមើលមកអញមិនដឹងជាវាចង់និយាយឬប្រាប់អ្វីទេបានជាវាសម្លឹងមើលមិនដាក់ភ្នែកសោះវានៅរហូតដល់ម៉ោង4ជិតភ្លឺបានវាចេញទៅអញស្មានតែវាមិនបានកើតអ្វីព្រោះអញនិយាយជាមួយវាដឹងរឿងគ្រប់យ៉ាងអញគ្មានដឹងថាវាឈួតទេអញឆ្ងល់មិនវាមិនទៅប្រាប់អញសោះបើអញដឹងអញប្រហែលមិនប្រាប់ឲ្យវាឆាប់មកផ្ទះវិញទេអញនឹងចាប់វាទុកហើយយ៉ាងហោចណាស់វានាំកូនឬឲ្យនរណាមកប្រាប់អញបន្តិចមកចិត្តសោះមានអីឆ្ងាយនៅតែមួយភូមិពីគ្នាសោះគួរឲ្យខឹងមែនតើពីត្រង់នេះទៅត្រង់នោះវាទៅមិនដល់ផ្ទះអញបើទៅមិនដល់មិនវាមិនព្រមរកដណាឬផ្ដាំផ្ញើតាមគេមកប្រាប់អញនឹកអាណិតវាស្ទើរសន្លប់ពេលបានឮដំណឹងថាអាជាតិស្លាប់អញនឹកហួចចិត្តខ្លាំងណាស់មិនគួរសោះកើតអីមានបញ្ហាអីមិនអញមិនដឹងរឿងអីសោះបើអញរវល់តែទៅធ្វើស្រែនៅស្រែណយមិនបាននៅផ្ទះយ៉ាងហោចក៏កូនអញនៅផ្ទះដែរមិនទៅប្រាប់កូនអញព្រោះក្មេងវានៅតែផ្ទះនឹងទេតើអញនឹកហួសចិត្តប្តីឈឺទាំងមូលមិនព្រមផ្ដល់ដំណឹងឲ្យអញឲ្យបានដឹងតាមពិនអញមានប្រាក់ទេតើមិនទៅរកអញបងអូនបង្កើតមិនមករកទៅរកគេញាក់ដតីធ្វើមិនបានគេជួយអ៊ំស៊ីលៀនដកដង្ហើមធំលាទឹកភ្នែកនឹងអាណិតចាតនឹងហួចចិត្តអំពីប្អូនមិនព្រមផ្ដល់ដំណឹងបន្តិចក្រោយមកមីងស្ទួយក៏ដកដង្ហើមធំហើយតបទៅបងស្រីទាំងទឹកភ្នែកនិយាយសំឡេងសៅថាចាបងតាមពិនពេលលូងខ្ញុំមិនសូវស្រួលខ្លួនផងដើរមិនរួចពួកក៏ចិត្តគ្រប់ខែបាយក៏គ្មានឲ្យកូនស៊ីក្នុងខ្លួនក៏គ្មានប្រាក់សូម្បី100រៀលបារម្ភតែពីប្តីរឹកនឹកអីមិនឃើញធ្វើអីក៏មិនត្រូវប៉ុន្តែខ្ញុំបានប្រាប់អាអនដែលនៅដើមភូមិនៅជិតផ្ទះមេភូមិឲ្យប្រាប់បងដែរតែវាថាមិនបានទៅដល់ផ្ទះអាបងឯងទេទើបវាប្រាប់ញ៉ាភូមិឲ្យប្រាប់អាបងបន្តទៀតហើយខ្ញុំក៏បានឲ្យកូនទៅជាមួយបងថ្លៃទៅប្រាប់បងឲ្យជួយរកផងដែរតែវាថាអ៊ំវារវល់ផឹកនៅកណ្ដាលភូមិមកមិនដល់ផ្ទះបងទេវាថាណាមួយផ្ទះបងនៅដាច់ឆ្ងាយពីគេចុងភូមិវាទៅម្នាក់វាមិនហ៊ានទៅខ្ញុំសោកស្ដាយខ្លាំងណាស់កាលបើបានឮបងប្រាប់បែបនេះកាលដែលជាតិឈឺខ្ញុំក៏មិនបានទៅប្រាប់បងនិយាយរួមខ្ញុំបារម្ភបងជាតិរហូតស្ទើរឈួតទៅតាមគាត់អូល្អអញ្ចឹងហើយបានអញមិនដឹងអីសោះពិតជាសោកស្ដាយខ្លាំងណាស់បើសិនអញហាមនឹងឲ្យវាដេកផ្ទះអញមួយយប់សិនប្រហែលគ្មានរឿងអីកើតឡើងហើយវាក៏មិនត្រូវស្លាប់ដែរមើលទៅមីងស្ទួចមើលមុខបងស្រីទាំងទឹកភ្នែកហូរតែគាត់ក៏ប្រឹងតបទាំងទឹកភ្នែកបន្តថា
ពុំមែនជាកំហកបងទេខ្ញុំទេជាអ្នកខុសដែលទៅមិនដល់ផ្ទះបងខ្ញុំដើរទៅដល់ពាក់កណ្ដាលផ្លូវក៏មានអារម្មណ៍អស់កម្លាំងហើយឈឺពុកក៏ត្រឡប់មកផ្ទះវិញបើពេលនោះខ្ញុំបន្តដើរទៅប្រាប់បងតែបន្តិចម្ល៉េះសមខ្ញុំមិនបាត់បង់ប្តីបែបនេះទេខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ពេលដែលដឹងថាគាត់បានទៅរកអាបងអាយមុនពេលដែលគាត់ស្លាប់ដូច្នេះក្រោយពីមីងស្ទួចនិងបងស្រីរៀបរាប់រឿងចប់សពគ្រប់ហើយអ្នកភូមិក៏បានព្យាយាមនិយាយបានហើយឡើងលើផ្ទះទៅទោះយ៉ាងណាក៏គាត់ស្លាប់បាត់ទៅហើយកាន់ចិត្តទៅញាក់មីងនិងអ៊ំស្រីហើយតើមីងបានប្រាប់បងអូនអស់ហើយឬនៅបងប្អូនចិត្តគាត់ដឹងអស់ហើយនៅតែឆ្ងាយគ្មាននរណាទៅនិយាយចប់មីងស្ទួចក៏បំរុងយកធាតុពូជាតិទៅទុកនៅក្នុងតង់ដែលគេសង់សម្រាប់ដាក់សពតាំងពីដើមមកពេលបូជាសពរួចហើយធាតុខ្មោចតែហោងអញ្ចឹងអាចារ្យមិនអោយដាក់លើផ្ទះទេអាចារ្យឲ្យយកធាតុពូជាតិទៅដាក់នៅក្រោមតង់ដែលគេចងសម្រាប់ឲ្យញាក់មកបុណ្យសពនិងមើលសពតែអ៊ំលៀបដែលត្រូវជាបងស្រីបង្កើតរបស់ពូជាតិមិនព្រមអ៊ំលៀបជាមនុស្សប្រមឹកផឹកស្រាជេរកូនចៅរថ្ងៃគាត់មិនដែលខ្វល់រឿងរកស៊ីអ្វីទេឲ្យតែបានផឹកគាត់សប្បាយចិត្តហើយណាមួយគាត់រៀងស្រវឹងព្រឿងផងគាត់លើកហេតុផលថាជាតិស្លាប់យ៉ាងវេទនានៅក្នុងព្រៃតាមស្ទឹងវេទនាហើយគួរណាស់តែយកធាតុអនរបស់គាត់ដាក់លើផ្ទះទើបត្រឹមត្រូវគាត់រករឿងត្រូវភឿយ៉ាងណាឲ្យដាក់ធាតុប្អូនគាត់លើផ្ទះឲ្យទាល់តែបានមិនថាលោកអាចារ្យប្រាប់ឬណែនាំយ៉ាងណាក៏មិនខ្វល់ក្រោយពីការប្រកែកគ្នាបន្តិចក្រោយមកអ៊ំលៀបក៏ចាប់ទាញធាតុប្អូនគាត់ចេញពីដៃរបស់មីងស្ទួចឡើងទៅទុកលើផ្ទះក្រោយពីបានដូចនោះហើយអ៊ំលៀបសោយសប្បាយហើយកាន់ដបស្រាចុះទៅដីបាត់រីឯមីងស្ទួចក៏បានទាញធាតុទៅដាក់នៅខាងក្រោមវិញដែរប៉ុន្តែពុំអាចជួយអ្វីបានព្រោះមិនថាសពឬខ្មោចឲ្យតែយករឿទៅទុកនៅទីណាព្រលឹងតែនៅជាប់ជំពាក់ទីនោះកាលបើបានដូចនោះហើយព្រលឹងពូជាតិមិនព្រមទៅណាសោះឡើយគាត់នៅឈរអោបសសរផ្ទះមិនព្រមទៅដាច់ខាតទោះបីបើលោកអាចារ្យប្រាមុនអាគមដេញយ៉ាងណាក៏មិនព្រមអាចារ្យខំព្យាយាមជួយគ្រប់មធ្យោបាយដែរប៉ុន្តែក៏មិនអាចសុំឬដេញឲ្យព្រលឹងពូជាតិចូលបានទើបលោកអាចារ្យសុំឲ្យមីងស្ទួចសម្រាប់ចិត្តដុតផ្ទះចោលដើម្បីឲ្យពូជាតិទៅរកកន្លែងចាប់កំណត់ថ្មីក្រោយពីដុតតែរួចហើយមីងស្ទួចក៏គ្មានកន្លែងនៅគាត់នៅបណ្ដោះអាសន្នក្រោមតង់រហែកតាមទំនៀមគេនិយាយថាខ្មោចកាលបើបានស្លាប់ហើយលុះត្រាតែគ្រប់រយៈពេល3ថ្ងៃទើបដឹងថាខ្លួនស្លាប់លុះពេលយប់ពាក់កណ្ដាលអាធ្រាត្រឆ្កែចាប់ផ្ដើមលូត្រហឹងតាមទម្លាប់ឆ្កែដែលមើលឃើញប្រលិនឬអ្វីដែលយើងមើលមិនឃើញពេលយប់ដងងើតឮតែសំឡេងឆ្កែលូលីជាមួយសម្រែកនៃប្រលឹងព្រមជាមួយខ្យល់បក់វីវក់ទៅតាមកម្លាំងនៃវាយុប្រលឹងពូជាតិដើរមកលេងផ្ទះគេក្រឹបគ្នាហើយស្រែកជួយផងចែកអាហារអញស៊ីផងអញឃ្លានណាស់អាលីងហែងទៅណាមានស្គាល់ផ្ទះយាយសយទេអញចង់ទៅលេងគាត់អាលីងវើយអាលីងឆាប់ចិនមកអញខ្ចីខោអញឆាប់សងអញវិញមកព្រោះឥឡូវអញអត់មានខោស្លៀកទេសំឡេងស្រែកនឹងគាត់ទ្វារកាន់តែលឺឡើងនីលីងភ័យរៀកនោមដាក់ក្បាលនីអនដេកនៅក្រោមផ្ទះនីលីងនិងនីអនជាបងប្អូននឹងគ្នាពួកគេរួមនៅតែពីរញាក់បងប្អូនទេហើយគ្រួសារក៏មិនសូវធូរធារបន្លាងដែរពូជាតិត្រូវជាសម្លាញ់យ៉ាងជិតស្និទ្ធរបស់ពួកគេរស់នៅរត់លេងជាមួយគ្នាតាំងពីតូចមកម្លេះរហូតមកដល់ពេលនេះពួកគេអាយុក៏មិនខុសគ្នាប៉ុន្មានដែរគឺខ្ទង់30ប៉ុន្តែពួកគេមិនទាន់មានប្រពន្ធកូននៅឡើយទេនិយាយរួមដោយសារតែជីវភាពគ្រួសារទើបបានជាពួកគេមិនទាន់មានគ្រួសារតាមពិតនីលីងខ្លាចពូជាតិខ្លាំងណាស់តែក៏ព្យាយាមតបព្រោះពូជាតិក៏មិនបានបង្ហាញមុខដ៏គួរឲ្យខ្លាចរបស់គាត់ដែរពូជាតិមកលេងតាមលក្ខណៈជាមិត្តមិនសូវបាននិយាយគ្នារយៈពេលប្រហែលខែកន្លងមកនេះនីលីងក៏ព្យាយាមតបតាមទឹកមុខនិងសំឡេងញ័រនៃរបៀបអ្នកខ្លាចខ្មោចលុះពេលព្រលឹមឡើងអាជាដែលត្រូវជាកូនច្បងរបស់ខ្មោចពូជាតិក៏បានរត់ទៅលេងផ្ទះពូអននិងពូលីងអាជាក៏ស្រែកសួរហេពូលីងពូអនតើណាអស់ហើយមិនគ្មាននរណាឆ្លើយអញ្ចឹងអូទៅមើលក្រោមផ្ទះគាត់ឡោអាជាងហេ
មិនមិនឃើញមាននរណានៅឡើងមើលលើផ្ទះម្ដងមើលជុំយឹកចុះអាណាមកធ្វើស្អីផ្ទះពូអននិងពូលីងចឹងបានស្អុយយ៉ាងនេះយីពូឡើងធ្វើស្អីលឿននោះហើយសក់ក្បាលកៅស្អីបានឈរឡើងលឿធ្វើមើលតែឃើញខ្មៅអញ្ចឹងពូ តាមពិតទៅជាតិពិតជាគួរឲ្យអាណិតណាស់គ្នាស្លាប់ទៅទាំងអត់ឃ្លានត្រូវទៅចោលប្រពន្ធកូនទាំងវ័យមិនតាន់50ផងមិនដឹងជាគ្នាសោកស្ដាយយ៉ាងណាទីពេលតែដឹងខ្លួនតាមពិតទៅយើងមិនគួរនាំគ្នាខ្លាយវាសោះព្រោះការពីនៅរស់វាមិនដែលធ្វើអាក្រក់ដាក់នរណាផងនឹងក្រោយពីដាល់ទលេងសួរសុខទុក្ខគេឯងរួចមកពូជាតិក៏បានត្រឡប់មកផ្ទះពេលព្រឹកគាត់ចេះតែឆ្ងល់ថាអ្វីបានជាផ្ទះគាត់មានមនុស្សច្រើនយ៉ាងនេះមើលទៅពូគេទំនងជាសប្បាយណាស់លុះពេលគាត់ដើរទៅជិតគាត់ក៏ស្រែកសួរគេប៉ុន្តែគ្មាននរណាស្ដាប់ឮម្នាក់សោះតើមាននរណាគេកោតអ្វីឬបានជាមានមនុស្សយំហើយចុះហេតុអ្វីបានប្រពន្ធគាត់យំគាត់ព្យាយាមសួរហើយសួរទៀតតែគ្មាននរណាឆ្លើយគាត់ក៏ដើរមើលជុំវិញរោងហើយនឹកថាយីហើយចុះនរណាស្លាប់គាត់គិតហើយគិតទៀតទឹកមុខម្នាក់មិនស្រស់សោះគាត់ដើរមើលហើយមើលទៀតតែមិនដឹងថាជានរណាស្លាប់ឬមាននរណាកើតអ្វីហើយចុះហេតុអ្វីប្រពន្ធនិងបងស្រីរបស់ខ្ញុំយំខ្លាំងម្ល៉េះនរណាកើតស្អីមិនได้គ្មានអ្នកសួរនាំខ្ញុំសោះបន្ទាប់ពីញាតិមិត្តត្រឡប់ទៅផ្ទះអស់ប្រលឹងពូជាតិក៏ចូលទៅដេកចិត្តប្រពន្ធដួយសពមួយដងក្នុងរាត្រីដ៏ត្រជាក់ក្រោមជំនរនៃខែប្រាំងមនុស្សម្នាដេកលងលក់ក្នុងដំណែកហើយពេលវេលាចេះតែរំកិលបន្តិចម្ដងដល់ថ្ងៃកំណត់3ថ្ងៃនៃខ្មោចពូជាតិដឹងរឿងរ៉ាវថាខ្លួនឯងបានស្លាប់ខ្មោចពូជាតិកាលបើបានដឹងថាខ្លួនឯងស្លាប់ហើយក៏យំសោកបោកខ្លួននឹកស្ដាយស្រណោះប្រពន្ធកូនមិនដឹងបានអ្វីបរិភោគស្ដាយអ្វីគ្រប់យ៉ាងដែលគាត់មិនទាន់បានធ្វើនិយាយដល់ត្រង់នេះព្រលឹងពូជាតិបានត្រឹមឈរសម្លឹងមើលមុខប្រពន្ធនិងកូនទាំងទឹកភ្នែកដោយមិនអាចជួយអ្វីប្រពន្ធបានក្រៅពីឈរមើលទាំងអួលដាំកខ្ញុំស្លាប់ហើយមែនទេហេតុអ្វីបានខ្ញុំចិត្តដាច់បានត្រឹមត្រឡប់ឈរអោបសសរហើយយំមើលប្រពន្ធខ្លួនឯងរងទុក្ខយ៉ាងនេះមើលទៅនាងដងទឹកទាំងទឹកភ្នែកជោកថ្ពាល់ដងទឹកដាំបាយនិងពូអស់ទុកលក់ទាំងកណ្ដាលយប់អែត្រៀតមនុស្សម្នាកំពុងលងលក់នឹងដំណេកយ៉ាងស្កប់ស្កល់ចំណែកប្រពន្ធខ្ញុំបែរជាខំប្រឹងយ៉ាងនេះដើម្បីកូនអូនហត់ខ្លាំងហើយដែលកាប់អូសចងបែកដងពុះធំដើម្បីទិញអង្ករនិងដើម្បីទុកចិញ្ចឹមកូនម្នាក់ឯងបែបនេះប្រសិនបើបងនៅមានជីវិតមកលុបប្រហែលប្រពន្ធមិនវេទនាដល់ថ្នាក់នឹងទេពេលឃើញប្រពន្ធវេទនាយ៉ាងនេះបីដងបងស្ទើររហែកបែកជាពីរហើយមើលចោះដៃរបស់អូនបែកអស់ហើយឈប់អូនចាំបងជួយប្រលឹងពូជាតិជាយាមស្រែកដល់ប្រពន្ធឈប់ប៉ុន្តែសំឡេងរបស់គាត់គ្រាន់តែជាសំឡេងខ្យល់ដែលបក់ប៉ះត្រចៀកតែប៉ុណ្ណោះទឹកភ្នែកស្រក់ដោយមិនដឹងខ្លួនសំឡឹងប្រពន្ធមិនព្រមដាក់ភ្នែកទាល់តែសោះពុទ្ធោប្រពន្ធជាទីស្រឡាញ់ស្មើជីវិតប្តីអើយតើយើងបានសាងអ្វីពីជាតិមុនបានជាជាតិនេះយើងអភ័ព្វម្លេះបានស្រឡាញ់គ្នានឹងបានខ្លាយជាប្តីប្រពន្ធហើយរស់នៅជាមួយគ្នាមិនបានប៉ុន្មានបងក៏ត្រូវចាក់ចោលអូននិងកូនបើមានជាតិក្រោយពិតបងសូមជួបអូននិងកូនម្ដងទៀតបងសូមសងអូនវិញនៅជាតិក្រោយទៀតណាប្រពន្ធសម្លាញ់ខឹងជាតិនេះបងពិតជាខុសដែលមិនបានមើលថែអូនឲ្យបានល្អនិយាយដល់ត្រឹមនេះនិតភ្នែកដែលពោពេញទៅដោយក្តីព្រួយបារម្ភក៏ធ្លាក់ចុះមកក្រោមកែវភ្នែកសំលិនប្រពន្ធបងជាតិប្រសិនបើបងនៅរស់ម្លេះសំអូននិងកូនមិនវេទនាយ៉ាងនេះទេតើស្មានេះបងនៅទីណាបងដឹងទេថាអូនហត់នឿយយ៉ាងណាកូនយើងជិតគ្រប់ខែហើយតើអូនត្រូវធ្វើយ៉ាងណាបន្តទៀតអូនហត់ណាស់អូននឹកបងណាស់សូមឲ្យជាតិក្រោយយើងបានคล้ายជាប្តីប្រពន្ធនឹងគ្នាទៀតណាអូនសូមសច្ចាថាអូននឹងមិនយកអ្នកណាទៀតជាដាច់ខាតរហូតដល់អស់ជីវិតក្រោយពីបានស្ដាប់ប្រពន្ធរៀបរាប់ទាំងទឹកភ្នែកប្រលឹងពូជាតិកាន់តែអាណិតប្រពន្ធទ្វេដងសំឡេងទុកសោតរបស់មីងស្ទួយបានធ្វើឲ្យខ្មោចពូជាតិនឹកឃើញដល់យាយសយគាត់ចាប់ផ្ដើមខឹងនឹងយាយសយភ្លាមហើយក៏តម្រង់ទៅរកយាយសយយ៉ាងលឿនមេឃកំពុងបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំងប្រៀបបាននឹងកំហឹងនៃទឹកភ្នែករាប់លានដំណក់កំពុងស្រក់ចុះ
អូយាយសយអញនឹងទៅសម្លាប់យាយកញ្ចាស់ឯង ពេលនោះខ្មោចពូជាតិបើគ្របភ្នែកធំធំលៀនធ្លាក់ដល់កែងជើងរួចសម្លឹងទៅយាយសយទាំងកំហឹងកញ្ចាស់សយថ្ងៃនេះជាថ្ងៃចុងក្រោយហើយមានអ្វីចង់និយាយទេបើគ្មានទេចាំស្ដាប់ឲ្យច្បាស់គ្របភ្នែកយាយឯងយកដោតចង្កាក់មាត់នឹងអណ្ដាតពូកែជេបោះឲ្យឆ្កែស៊ីច្រមុះបោះឲ្យដង្កុយរុកត្រចៀកដាក់ឲ្យចន្លេនលូនខួរក្បាលដែលឥតប្រយោជន៍ធ្វើស៊ុបដៃនឹងជើងប្រលេះធ្វើភ្លាពោះវៀនឆាក្តៅនឹងខ្លួនបោះឲ្យត្រីស៊ីយាយសយតបទាំងសំលេងញ័រតែគាត់ក៏នៅមិនទាន់ដឹងកំហុសរួចគាត់និយាយកៅនោះអញតើជាញាក់ខុសមិនមែនអញទេអញចូលមកកន្លែងអញធ្វើអ្វីអញជាចៅតាសំហើយដែលត្រូវស្លាប់នេះសំណាងហើយដែលសម្លាប់ប្រពន្ធកូនអញមិនបាននោះបើសម្លាប់បានអញមិនទុកទេយីនេះខ្លាំងដៃណាស់ទេតាអញនឹងសងវិញយ៉ាងស័ក្តិសមអញ្ចឹងអញកាត់ដៃជើងមុនចុះឲ្យយាយអញរងទុកម្ដងបន្តិចហា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 កុំខ្មោចឈួតអូយជួយខំបាងហើយអញខ្លាយហើយអូយជួយផងហាក្រោយពីរឿងរ៉ាវត្រូវបានចប់សពគ្រប់នាយលីងក៏បានយកខោទៅឲ្យប្រពន្ធពូជាតិនិងឧទ្ទិសទៅឲ្យកុំឲ្យមានកម្មចម្ពាក់គ្នាតទៀតចំណែកឯអាក្អូនក៏ឈប់ប្រព្រឹត្តអំពើអាក្រក់ទាំងឡាយនិងបានទៅទទួលខុសត្រូវមីកាពីងចុងភូមិនិងរួមនៅជាមួយគ្នារៀងរហូតហើយអ្នកភូមិនិងអ្នកផ្សេងទៀតក៏ទទួលបានភាពស្ងប់សុខផងដែរលុះដល់គម្រប់ថ្ងៃដោយហេតុថាពូជាតិមិនដែលប្រព្រឹត្តអាក្រក់ចំពោះនរណាគាត់ក៏ទទួលបានកំណើតនៅឋានមួយដ៏ល្អពេលវេលាកន្លងទៅមីងស្ទូចកាលបកូនធំអស់ចេះរកស៊ីគ្រួសាររបស់គាត់ក៏បានធូរស្រាលជាងមុនហើយរួមនៅយ៉ាងសុខសាន្តជាមួយកូននិងចៅ